ខ្ញុំចំណាយពេល2យប់3ថ្ងៃនឹងបើកបរលើផ្លូវជាង 1000 គីឡូដើម្បីសាកសមត្ថភាពរថយន្តជប៉ុនមួយនេះហើយពេលដែលបានសាកសមត្ថភាពហើយខ្ញុំពេញចិត្តខ្ញុំស្រឡាញ់ 100% ហើយខ្ញុំក៏ទទួលបានបទពិសោធន៍គ្រប់គ្រាន់ដើម្បីចែករំលែកជូនបងប្អូនមុនពេលបងប្អូនសម្រេចចិត្តទិញហើយនេះគឺជា Subaru Forester ស៊េរីថ្មីចុងក្រោយសូមស្វាគមន៍វីដេអូនៃការធ្វើបទបង្ហាញរថយន្ត Subaru Forester ស៊េរីថ្មីចុងក្រោយដែលជារថយន្តស្ដេចសុវត្ថិភាពជប៉ុនហើយពេលដែលបានបើកបរក៏ដូចជាបានសាកល្បងរថយន្តនេះហើយខ្ញុំស្រឡាញ់ 100% តែម្ដងគឺខ្ញុំបានបើកបរគ្រប់ស្ថានភាពផ្លូវតែម្ដងមិនថាឡើងភ្នំចុះភ្នំចុះទឹកគឺបានបើកបរសាកកម្លាំងទាំងអស់តែម្ដងហើយខ្ញុំហ៊ានធានាថារថយន្តមួយនេះបងប្អូនជ្រើសរើសហើយមិនខុសបំណងទេឥឡូវយើងចូលមកដល់ការ design របស់រថយន្តស៊េរីថ្មីនេះត្រួសទាំងអស់គ្នាចំពោះការ design ផ្នែកខាងមុខដោយបងប្អូនបានឃើញស្រាប់ហើយគឺមានការរចនាស្អាតប្រណិតជាពិសេសការរចនារបស់គេគឺល្អគុណបានន័យថាយើងមើលយូរទៅគឺកាន់តែស្អាតតែម្ដងជាមួយនឹងប៉ាណាពណ៌ខ្មៅlogo របស់ Subaru ក៏ដូចជាមានអំពូល daytime running light និងអំពូលប្រភេទ LED ហើយចំពោះផ្នែកចំហៀងវិញណាបងប្អូនមានភ្លីហើយក៏ដូចជាមានការ design ដែលយកចិត្តទុកដាក់ទៅលើប្រព័ន្ធ aerodynamic ហើយបំពាក់ជាមួយនឹងយ៉ានដែលមានការ design រហូតទៅដល់2ពណ៌18អ៊ីងក៏ដូចជាមានគម្របផុកកន្លែងនេះគេមិនមែនចេះតែ design ទេការ design បែបនេះគឺងាយស្រួលនៅពេលដែលបងប្អូនបើកលើផ្លូវដែលមានគ្រោះឬក៏ខ្សាច់អញ្ចឹងពេលដែលវាខ្ទាតមកវាអត់ត្រូវទឹកថ្នាំទេវាត្រូវតែខាងក្រោមនេះអញ្ចឹងវាអត់ប៉ះពាល់ដល់ទឹកថ្នាំបងប្អូនកញ្ចក់នេះធំការ design បែបនេះគឺមិនមែនចេះតែ design ទេដោយសារជប៉ុនយកចិត្តទុកដាក់ទៅលើភាពងាយស្រួលពេលដែលបងប្អូនចូលទៅក្នុងក្រឡេកមកផ្នែកខាងក្រៅគឺច្បាស់ក៏ដូចជាមានទំហំធំដែលបងប្អូនអាចមើលទេសភាពផ្នែកខាងក្រៅបានធំបានច្បាស់ល្អក៏ដូចជាមានកាង roof rail នៅលើដំបូលដែលយើងអាចចងតង់ឬក៏ដាក់វ៉ាលីឡានឬក៏ដាក់កង់អីផ្សេងណាបងប្អូនបានមួយអែមតែម្ដងបើយើងក្រឡេកមកមើលផ្នែកខាងក្រោយវិញណាបងប្អូនក៏មានភាពទាក់ទាញជាមួយនឹងអំពូលប្រភេទ LED ជាមួយនឹងការ design បែបអក្សរ C បន្តិចទៀតខ្ញុំនឹងនិយាយអំពីប្រព័ន្ធសុវត្ថិភាពរបស់រថយន្តនេះដែលមានច្រើនសន្ធឹកសន្ធាប់ខ្លាំងមែនទែនដោយសារតែរថយន្តនេះជាប់ជាចំណាត់ថ្នាក់រថយន្តដែលមានសុវត្ថិភាពបំផុតរបស់ប្រទេសជប៉ុនហើយចំពោះកូដខាងក្រោយនេះក៏ជាប្រភេទកូដបើកអូតូផងដែរហើយចំពោះក្លុបខាងក្រោយនេះដាក់អីវ៉ាន់បានច្រើនមែនទែនជាពិសេសគឺផ្ដល់ជូននៅរ៉េដូមកស្រាប់តែម្ដងជាមួយនឹងអក្សរបាទ Subaru ហើយនឹងប្រព័ន្ធ Symmetrical AWD ហើយប្រព័ន្ធនេះគឺពិសេសជាងរថយន្តផ្សេងអញ្ចឹងចំពោះការ design ខ្ញុំមានតែប៉ុណ្ណឹងជូនបងប្អូនយើងចូលទៅដល់ផ្នែកម៉ាស៊ីនទាំងអស់គ្នាចូលមកដល់ផ្នែកម៉ាស៊ីនរបស់រថយន្តស៊េរីថ្មី Subaru Forester ស៊េរីថ្មីនេះគឺបានប្រើប្រាស់ជាមួយនឹងម៉ាស៊ីនសាំង 2.0 លីត្រប្រើប្រាស់រហូតទៅដល់4ស៊ីឡាំងដែលអាចផលិតថាមពលបានខ្លាំងមែនទែនបងប្អូនគឺរហូតទៅដល់156 horsepower និងកម្លាំងគេហៅថារមួលកង់រហូតទៅដល់196 Newtonម៉ែត្រកម្លាំងប៉ុណ្នេះមិនថាបងប្អូនបើកក្នុងទីក្រុងបើកទៅផ្លូវលំបាកឡើងភ្នំចុះភ្នំនិងផ្លូវគ្រប់ឧបសគ្គទេគឺអាចជំនះបានតែទាំងអស់ឥឡូវយើងចូលទៅដល់ប្រព័ន្ធសុវត្ថិភាពរបស់រថយន្តនេះដែលខ្ញុំមិនអាចភ្លេចបានដោយសារតែរថយន្តនេះជាប់ចំណាត់ថ្នាក់ជារថយន្តស្ដេចសុវត្ថិភាពរបស់ជប៉ុនហើយនឹងមានបច្ចេកវិទ្យានិងប្រព័ន្ធសុវត្ថិភាពដែលរថយន្តផ្សេងមិនអាចប្រៀបធៀបបានជាពិសេសគឺប្រព័ន្ធ EyeSight បងប្អូនអញ្ចឹងប្រព័ន្ធ EyeSight នេះគឺមានប្រព័ន្ធច្រើនមែនទែនហើយ EyeSight បងប្អូនប្រហែលជាដឹងហើយគឺជាប្រភេទកាមេរ៉ា Stereo នៅខាងលើនេះចំនួន2បងប្អូនហើយកាមេរ៉ា Stereo នេះគឺមើលផ្លូវបានច្បាស់ល្អក៏ដូចជាទូលាយជាងមុនបានន័យថាមើលឧបសគ្គបានឆ្ងាយជាងមុនហើយប្រព័ន្ធ EyeSight នេះមានជាច្រើនដូចជាប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិនៅពេលដែលមានឧបសគ្គផ្នែកខាងមុខប្រព័ន្ធ Adaptive Cruise Control បានន័យថាអាចដេញតាមរថយន្តនៅផ្នែកខាងមុខពេលដែលបងប្អូនបើកបរផ្លូវស្រួលដូចជាផ្លូវលបឿនលឿនអីបងប្អូនចង់ដេញតាមរថយន្តនៅផ្នែកខាងមុខបងប្អូនគ្រាន់តែសិត
គេហៅថា Adaptive Cruise Control រថយន្តនេះនឹងធ្វើការដោយស្វ័យប្រវត្តិតែម្ដងគឺដេញតាមល្បឿនផ្នែកខាងមុខតែម្ដងឡាននៅផ្នែកខាងមុខ40រថយន្តយើងក៏40ឡាននៅផ្នែកខាងមុខ50រថយន្តយើងក៏50អ្វីដែលកាន់តែពិសេសលើសនឹងទៅទៀតរថយន្តនេះគឺមានប្រព័ន្ធគេហៅថា Lane Centering Function បានន័យថាអត់ឲ្យរថយន្តរបស់យើងចាក់ចេញពីគន្លងទេនៅពេលដែលរៀបនឹងចាក់ចេញរថយន្តនេះនឹងផ្ដល់ដំណឹងនៅក្នុងអេក្រង់ក៏ដូចជាទាញចង្កូតចូលមកវិញដើម្បីឲ្យត្រូវជាមួយនឹងគន្លងដើមហើយនៅមានទៀតបងប្អូននៅមានគេហៅថាប្រព័ន្ធ Shooter Management បានន័យថានៅពេលដែលយើងស្លន់ឧបមាថាយើងមានឧបសគ្គអីមួយអញ្ចឹងប៉ុន្តែជើងរបស់យើងនៅនឹងហ្គែហើយយើងស្លន់យើងស្មានតែហ្វ្រាំងយើងជន់ដូចយើងជន់ហ្វ្រាំងដល់អញ្ចឹងទៅរថយន្តនឹងទៅលឿនបុកឧបសគ្គផ្នែកខាងមុខអាហ្នឹងប្រសិនបើរថយន្តផ្សេងណាប៉ុន្តែរថយន្ត Subaru នេះនៅពេលដែលបងប្អូនស្លន់គឺរថយន្តនឹងអបហ្វ្រាំងក៏ដូចជាបន្ថយហ្គែដោយស្វ័យប្រវត្តិតែម្ដងមិនឲ្យរថយន្តរបស់យើងទៅបុកឧបសគ្គផ្នែកខាងមុខទេអញ្ចឹងនេះគឺជាចំណុចពិសេសរបស់រថយន្តនេះដែលរថយន្តផ្សេងធ្វើអត់បានទេហើយនឹងមានប្រព័ន្ធផ្សេងទៀតដូចជាកាមេរ៉ា180 degree ប្រព័ន្ធ ABS EBD ESP ប្រព័ន្ធ Lead Vehicle Start Alert ឧបមាថាបងប្អូនឈប់ stop នៅពេលដែល stop ពណ៌ខៀវបងប្អូនអត់បានចាប់ flag ទេហើយរថយន្តនៅផ្នែកខាងមុខគេធ្វើដំណើរទៅបាត់ហើយអញ្ចឹងបងប្អូននៅអាឡែងចុចទូរស័ព្ទយើងអត់បានដឹងថារថយន្តនៅផ្នែកខាងមុខទៅមុខប៉ុន្តែរថយន្តនេះនឹងផ្ដល់សញ្ញាឲ្យយើងតែម្ដងលោតនៅក្នុងអេក្រង់ហើយផ្ដល់សញ្ញាថារថយន្តនៅផ្នែកខាងមុខទៅហើយអញ្ចឹងយើងត្រូវទៅដែរកុំឲ្យនៅអាឡែងចុចទូរស័ព្ទអញ្ចឹងចំណុចនេះគឺសំខាន់ហើយក៏ពិសេសដែរហើយក៏មានប្រព័ន្ធ Blind Spot Monitor នៅពេលដែលមានរថយន្តវ៉ាជែងនៅផ្នែកចំហៀងនេះភ្លើងនៅកន្លែងនេះគឺនឹងលោតភ្លឹបផ្លែតឲ្យយើងបានដឹងថារថយន្តនៅផ្នែកខាងក្រោយកំពុងតែវ៉ាជែងហើយអញ្ចឹងចំណុចទាំងនេះគឺជាប្រព័ន្ធ EyeSight 4.0 ដែលមាននៅលើរថយន្ត Subaru Forester ស៊េរីថ្មីនេះចូលមកដល់ការរចនាផ្នែកខាងក្នុងវិញបងប្អូនគឺមានភាពធំស្រឡះល្អមែនតែនតែម្ដងជាពិសេសគឺមានភាពប្រណិតពូកវិញគឺងាយស្រួលក្នុងការអង្គុយហើយកៅអីទាំងពីរសងខាងផ្នែកខាងមុខនេះគឺប្រើជាមួយនឹងប្រព័ន្ធអូតូទាំងអស់តែម្ដងអ្វីដែលកាន់តែពិសេសគឺអាចសេរីបានច្រើនរបៀបចូលមកដល់ដៃចង្កូតបងប្អូនមានការរចនាមូលខ្លំល្អខ្លាំងហ្មងហើយជាមួយនឹងការស្រោបជាមួយនឹងស្បែកអញ្ចឹងងាយស្រួលក្នុងការកាន់ជាពិសេសមានបាទ pedal shifter ដែលយើងអាចប្រើលេខដៃបានមកស្រួលតែម្ដងចំពោះលើដៃចង្កូតនេះក៏មានប៊ូតុងជាច្រើនទៀតដូចជាប៊ូតុង Adaptive Cruise Control ដូចខ្ញុំបញ្ជាក់មុនវីដេអូប្រព័ន្ធគេហៅថា Tri Mode របស់រថយន្តនេះមាន S ហើយនិង I នេះគឺជា Intelligent Mode ដែលបងប្អូនបើកបរនៅលើផ្លូវដែលរាបស្មើផ្លូវស្រួលផ្លូវទីក្រុងត្រូវការអន្សំចៃត្រូវការភាពផាសុកភាពគឺប្រើប្រាស់បាទ Ice Mode នេះតែប្រសិនបើបងប្អូនបើកផ្លូវឆ្ងាយឬក៏ទៅខេត្តចង់បានល្បឿនកាន់តែលឿនកាន់តែខ្លាំងគឺប្រើប្រាស់ជាមួយនឹង Sport Mode នេះគឺម៉ាស៊ីននឹងធ្វើការក៏ដូចជាផ្ដល់ថាមពលកាន់តែខ្លាំងអញ្ចឹងចំពោះដៃចង្កូតគឺមានតែប៉ុណ្ណឹងក្រឡេកមកមើលផ្នែកអេក្រង់វិញក៏មានទំហំធំដែរបងប្អូនទំហំរហូតទៅដល់8អ៊ីងយើងអាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ហើយម៉ាឡុកនេះវិញគឺសេរីទៅលើម៉ាស៊ីនត្រជាក់បងប្អូនខ្ញុំជិះរយៈពេល3ថ្ងៃនេះចាប់អារម្មណ៍បានថាយើងដាក់តែ2កាំគឺត្រជាក់ល្អខ្លាំងមែនទែនដោយសារតែខ្ញុំធ្វើដំណើរមានគ្នារហូតទៅដល់4នាក់ហើយពីភ្នំពេញមកម្ដុលគិរីដាក់តែ2កាំត្រជាក់មកស្រួលតែម្ដងហើយកន្លែងនេះវិញគឺមានកន្លែងយើងដាក់ទូរស័ព្ទក៏ដូចជាចង្កឹះលេខ7វគ្គ CVT ហើយនឹងមានប្រព័ន្ធផ្សេងទៀតដូចជាបាទប្រាំងដៃអេឡិចត្រូនិកប្រព័ន្ធ Auto Vehicle Hold ក៏ដូចជាប្រព័ន្ធ X Mode ប្រព័ន្ធ X Mode នេះគឺមានរហូតទៅដល់3ជម្រើស Normal បាទ Snow Dirt ហើយនិង Deep Snow Mud ដែលយើងអាចជ្រើសរើសទៅតាមស្ថានភាពផ្លូវគ្រាន់តែយើងចុចពីលើមួយហើយមួលបែបនេះគឺយើងនឹងអាចជ្រើសរើស Mode របស់វាបានចំពោះការរចនាជាទូទៅនៅផ្នែកខាងក្នុងនេះគឺខ្ញុំពេញចិត្តហើយស្រឡាញ់ 100% តែម្ដងហើយផ្នែកខាងក្រោយវិញក៏ផ្ដល់នៅម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយហើយនឹងបាទកន្លែងស្រឡះដែលអាចអង្គុយបាន3នាក់មកទូលាយតែម្ដងឥឡូវខាងក្នុងខ្ញុំមានតែប៉ុណ្ណឹងចូលមកដល់អារម្មណ៍នៃការបើកបរក៏ដូចជាបទពិសោធន៍នៃការបើកបររយៈពេល2យប់3ថ្ងៃមកនេះ
ខ្ញុំគិតថារថយន្តនេះគឺល្អផ្ដាំចាស់តែម្ដងបងប្អូនមិនថាផ្លូវលំបាកមិនថាផ្លូវស្រួលប៉ុណ្ណាទេជាពិសេសខ្ញុំបានបើកបររយៈពេល2យប់បាទ3ថ្ងៃក៏ដូចជាចំណាយពេលជាងបាទដី1000គីឡូសាករថយន្តនេះអញ្ចឹងខ្ញុំពិតជាអាចចែករំលែកបានថារថយន្តនេះពិតជាអស្ចារ្យខ្លាំងដោយសារតែប្រព័ន្ធជើងក្រោមបងប្អូនគឺពេលដែលយើងជិះផ្លូវលំបាកបងប្អូនដឹងស្រាប់ហើយពីភ្នំពេញមកមណ្ឌលគិរីផ្លូវលំបាកខ្លាំងណាអាលាក់ក៏អាលាក់ផ្លូវកំពុងជួសជុលក៏កំពុងតែជួសជុលប៉ុន្តែរថយន្តនេះអត់មានអារម្មណ៍ថាយើងជិះទៅឃ្លីងឃ្លោងពលរលាក់ខ្លាំងទេដោយសារតែប្រព័ន្ធជើងក្រោមរបស់គេគឺហាប់ណែនល្អខ្លាំងចំពោះជើងក្រោមខ្ញុំឲ្យ9លើ10តែម្ដងបងប្អូនហើយចូលទៅដល់ផ្នែកខាងក្នុងការបើកបរគឺស្ងាត់ល្អសំឡេងរថយន្តឬក៏សំឡេងខ្យល់សំឡេងកង់អីគឺអត់សូវចូលទៅក្នុងទេបានន័យថាយើងបើកបរស្ងាត់ល្អមែនទែនដោយដឹងស្រាប់ហើយខ្ញុំធ្វើដំណើរមកនេះគឺគ្នា4នាក់ក៏ដូចជាមានអីវ៉ាន់គូតក្រោយមកពេញទៀតអញ្ចឹងទម្ងន់អាចថាធ្ងន់ដែរអញ្ចឹងការបើកបររថយន្តនេះគឺមិនធ្វើឲ្យបងប្អូនខុសបំណងឡើយជាមួយនឹងធម្មពលខ្លាំងហើយចំពោះការបើកបរឡើងភ្នំចុះភ្នំហើយនឹងផ្លូវលំបាកវិញក៏ខ្ញុំឲ្យបន្ទុកខ្ពស់បំផុតដែរអញ្ចឹងរថយន្តនេះពិតជាស័ក្តិសមជារថយន្តស្ដេចសុវត្ថិភាពក៏ដូចជាធន់របស់ជប៉ុនដែលខ្ញុំមិនអាចមិនណែនាំឲ្យបងប្អូនទេបងប្អូនដឹងទេឥឡូវនេះរថយន្តនេះទទួលបាននៅតម្លៃពិសេសខ្លាំងដោយសារតែមាន promotion ពិសេសពីក្រុមហ៊ុន Subaru Cambodia គឺបញ្ចុះតម្លៃរហូតទៅដល់$10000បូករួមជាមួយនឹងកាតសាំងរហូតទៅដល់$2800អញ្ចឹងប្រសិនបើបងប្អូនចង់បានរថយន្តនេះឬក៏ចង់សាកសួរព័ត៌មានបន្ថែមទៀតអាចទំនាក់ទំនង Subaru Cambodia ដែលមានអាស័យដ្ឋានក៏ដូចជាលេខទូរស័ព្ទដូចមានបង្ហាញនៅលើអេក្រង់អញ្ចឹងបទពិសោធន៍នៃការបើកបររបស់ខ្ញុំរយៈពេល2យប់3ថ្ងៃដីជាង1000គីឡូគឺមានតែប៉ុណ្ណឹងដើម្បីចែកជូនជាបទពិសោធន៍របស់បងប្អូនដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការសម្រេចចិត្តទិញជាចុងក្រោយខ្ញុំបាទកាក់ Channel សូមអរគុណសូមជម្រាបលា